បាទឥឡូវនេះគឺយើងចូលដល់មេរៀនបន្ទាប់បាទគឺរបៀបនៃការ track បាទការ track រូបភាពវីដេអូការ track នេះគឺមានសារៈប្រយោជន៍សារៈសំខាន់ច្រើនមានថាយើងអាច track ដាក់ effect ផ្សេងៗក៏បានអាច track កែពណ៌ទៅតាមចំណុចណាមួយដែលយើងចង់បានក៏បានណាបាទចង់ដាក់ blur អីក៏បានបាទណាបាទអញ្ចឹងការ track នេះខ្ញុំបង្ហាញឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលមួយខ្ញុំឧទាហរណ៍ថាយើងចង់ track ដាក់ blur មុខបាទជួនកាលមានឯកសារខ្លះយើងតម្រូវយើង blur បាទ blur រូបណាមួយដែលយើងចង់បានណាបាទខ្ញុំឧទាហរណ៍រូបនេះបាទរូបហ្នឹងគាត់ដើរអញ្ចឹងបើសិនជាយើងអត់ចេះ track មានថារូបហ្នឹងអត់បានល្អទេបាទអត់បានល្អទេតែទៅប្រកាសជាពិបាកសិត key frame សិតអីតាមណាបាទអញ្ចឹងយើងគ្រាន់តែចុចលើវាហើយចូល color page ដដែលបាទ color page ដដែលបន្តមកទៀតយើងចូលត្រង់ចំណុចនេះបាទ window ត្រង់កន្លែង window នេះវាមាន tool វាស្រាប់ឲ្យយើងប្រើវាមាន4ជ្រុងមានមូលមានសម្រាប់គូសម្រាប់អីចឹងទៅបាទអញ្ចឹងក្នុងនេះខ្ញុំបង្ហាញចំណុច2ដែលវាសំខាន់ទី1អានេះបាទមូលនេះអញ្ចឹងដើម្បីយើងធ្វើវាយើង add node មួយមកបាទយើងយកហ្នឹងយកមកគូបាទយកមកចាប់ដាក់លើមុខនេះយើងប្រួលមកតូចតាមហ្នឹងទៅបាទមួយណាបាទបន្ទាប់ពីដាក់ហើយដើម្បីវាដើរតាមមុខហ្នឹងណាបាទដើរតាមមុខយើងចូលត្រង់កន្លែងនេះ tracker ណាបាទ tool វាឈ្មោះ tracker បន្ទាប់ទៀតខ្ញុំចាប់ដាក់ cursor មកចេញបញ្ចុងបញ្ចប់នេះមកក្រោយយើងចាប់ដាក់ឲ្យវាត្រូវជាមួយនឹងមុខហ្នឹងវិញទៅជាមួយនឹងមុខហ្នឹងវិញបាទព្រីប្រួលមកស៊ីតាមមុខទៅរួចហើយចុច play នេះបាទចុច play មកនេះវាចាប់តាមមុខហ្នឹងណាមុខដើរទៅដល់ហើយវាចេញអញ្ចឹងបាទអូខេអាហ្នឹងមួយបាទបានមួយហើយដើម្បីយើងដាក់ blur លើរូបហ្នឹងមួយគឺត្រូវការចុចលើ tool នេះចុចលើ tool ហ្នឹងស្រីមកបាទនេះបាទនេះ blur បាទយើងដាក់ព្រាលបាទដាក់ព្រាលប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ឲ្យត្រូវតាមក្បួនខ្នាតរបស់គេ standard ដែលគេធ្វើព្រាលផ្លូវការគឺត្រូវការចូលលើប្រភេទ FX យើងជ្រើសរើស effect មួយឈ្មោះថា mosaic បាទយើងអូសមកក្រោមមកបាទអូសមកក្រោមរួមមើលពាក្យ effect មួយថា mosaic blur ណាបាទ mosaic blur ហ្នឹងទៅព្រាល standard របស់គេនេះបងប្អូនអាចវាយយក search រកក៏បានដែរបាទវាយលើនេះវាយពាក្យថានេះ mosaic បាទវាយពាក្យថា mosaic ហ្នឹងក៏បានដល់យើងចាប់ដាក់លើនេះតែម្ដងបាទនេះវាចេញទម្រង់អញ្ចឹងណាចង់បានតូចធំបាទនេះទម្រង់លើនេះអញ្ចឹងយើង play មើលបាទយើងអូសមកក្រោយអាយ៉ាជាស្រ័យណាបាទវីដេអូយើងនៅកន្លែងនេះបាទវាបង្ហាញលើនេះយើងនេះបាទបង្ហាញមួយលើនេះដល់ចំណុចនេះណាបាទ play មកណាវាទៅតាមមុខនឹងអូតូម៉ាទិកតែម្ដងវាងាយស្រួលចុះឥឡូវបើយើងចង់បានមុខស្រីម្នាក់នេះទៀតបាទម្នាក់នេះទៀតចឹងអ្នកទាំងអស់គ្នាត្រូវចាប់វាមកដល់ចុងបញ្ចប់ព្រោះហើយបង្កើត node មួយទៀតណាបាទ add node មួយទៀត add serial node មួយទៀតណាបាទរួចហើយគឺយើងចូលត្រង់ចំណុចនេះយើងចុចលើរូបនេះហើយគាត់ឲ្យចុចលើវាមួយទៅគឺវាចាញ់ហើយណាបាទអ្នកទាំងអស់គ្នាចំណាំយើងប្រួលមកតូចតិចទៅណាបាទប្រួលមកតូចតិចមកហើយក្នុងនេះខ្ញុំភ្លេចបង្ហាញចំណុចខាងក្រោមនេះបន្តិចមិញបាទនៅពេលដែលយើងដាក់វា blur ត្រង់ចំណុចហ្នឹងហើយបើយើងចង់បានឲ្យវាព្រាលគេមតិចស្រេត្រង់កន្លែងនេះណាបាទអូសមកក្រោមឃើញកន្លែងនេះកន្លែង soft ណាចង់វាមើលទៅវាព្រាលអញ្ចឹងអត់មើលទៅមុតខ្លាំងអញ្ចឹងណាបាទរួចហើយយើងចូលត្រង់កន្លែង trigger នេះ play វាភាសាទៀតវាចាប់នឹងរូបនឹងមួយទៀតណាបាទចាប់មួយទៀតបាទបន្ទាប់ទៀតយើងក៏នឹងចាប់ effect ដាក់លើហ្នឹងជាការស្រេចគ្រាន់តែសេរីទៅណាបាទសេរីទៅគឺបានហើយបាទសេរីទៅគឺបានហើយអញ្ចឹងមានរូបប្រមាណយើងចាប់ជាស្រ័យណាបាទខ្ញុំចាប់ទៅប៉ុណ្ណេះ play មកយើងចង់បានត្រង់ចំណុចណាយើងកាត់វាត្រង់ចំណុចហ្នឹងណាបាទអូខេនេះជារបៀបនៃការធ្វើ blur បាទ